Pad 2របស់ Redmi ដែលមានទំហំត្រឹមតែ 9.7 អ៊ីងមួយនេះគឺបងប្អូនអាចនឹងគិតថាល្មមដោយសារតែវាមិនធំពេកហើយក៏មិនទូចពេកផងដែរទំហំអេក្រង់ 9.7 អ៊ីងដាក់មកជាមួយប្រភេទអេក្រង់ Crystal Clear ដូចគ្នាហើយទៅលើទំហំថ្មបានដល់ទៅ 7500 អញ្ចឹងបងប្អូនមិនថាយកទៅប្រើប្រាស់ប្រចាំថ្ងៃយកទៅឲ្យកូនប្រើប្រាស់ឬមួយក៏ចង់ប្រើដោយខ្លួនឯងមិនថាចាក់ជំនាញឬមួយក៏មើលរឿងអីតិចតួចអីបងប្អូនយកទៅប្រើប្រាស់បានប៉ុន្តែនេះមកល្មមសមរម្យខ្លាំងមែនតើហើយខ្ញុំមានដល់ទៅ2ជម្រើសដែរមានជាប្រភេទដាក់ SIM បានរួមជាមួយនឹងប្រភេទ Wi-Fi ធម្មតាអញ្ចឹងហើយដោយសារតែនៅក្នុងនេះគេដាក់មកជាមួយប្រទេស chip Snapdragon ដែលប្រើប្រាស់ជាមួយនឹង 6S Gen 2នៅក្នុងនឹងទាំង Wi-Fi ហើយនឹងដាក់ SIM តែម្ដងមួយទៀតបងប្អូនបើសិនជារៀងស្ទើ memory បងប្អូនអាចធ្វើការបន្ថែម memory បានរហូតដល់ទៅ 2T សម្រាប់ pad ទូចមួយនេះហើយនៅពេលដែលបងប្អូនធ្វើការទិញទៅគឺខ្ញុំថែមជាមួយនឹង case មួយខ្ញុំថែមជាមួយនឹង screen មួយទៀតជាមួយនឹងកាស Bluetooth ហើយនឹង power bank ទុកឲ្យបងប្អូនប្រើប្រាស់បន្ថែមមួយទៀតផងដែរហើយនៅក្នុងនោះគឺគេឲ្យមកជាមួយនឹងឆ្នាំងសាកហើយនឹងដុំសាកស៊ីនមកទៀតបងប្អូនអញ្ចឹងបងប្អូនត្រូវការជាមួយនឹង pad ដែលមានខ្នាតទូចល្មមហើយ version ចុងក្រោយរបស់ brand Xiaomi ដែលមានតម្លៃក្រោម$200បងប្អូនអាចធ្វើការមកកំងពីខាងពួកយើងបាន